នេះគឺជាស្ពានកំពង់ចកដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់រាបស្រុកព្រៃកប្បាសនៃខេត្តតាកែវបងប្អូនអ្នកខេត្តតាកែវប្រហែលជាស្គាល់ស្ពានកំពង់ចកមួយនេះហើយដែលបងប្អូនធ្វើដំណើរពីរាជធានីភ្នំពេញមកគឺបត់ចូលតាមភ្នំជីសូបងប្អូនមកត្រង់រហូតបងប្អូននឹងឃើញស្ពានកំពង់ចកមួយនេះហើយដែលខែទឹកឡើងនេះគឺស្ពាននេះមានសម្រស់ស្រស់ស្អាតមែនទែនដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះជាក់ស្ដែងទៀតសោតបងប្អូនក៏បានមកលេងទីនេះច្រើនផងដែរដោយសារទីនេះក្លាយជាតំបន់ទេសចរណ៍មួយដើម្បីឲ្យបងប្អូនអ្នកស្រុកអ្នកភូមិគាត់បានមកលេងជារៀងរាល់ឆ្នាំពេលដែលរដូវទឹកឡើងនេះឯងហើយដូចជាបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងនៅទីនេះគឺគេមានធ្វើដូចជាដាក់តង់ដាក់តង់ដាក់បងឲ្យបងប្អូនអង្គុយដើម្បីញ៉ាំអីផងដែរនៅគៀនមាត់ទឹកណាដោយសារតែមនុស្សម្នាគាត់មកលំហែនៅទីនេះច្រើនគួរសមតែបងប្អូនខ្លះមកពីចម្ងាយហើយបងប្អូនខ្លះក៏ជាអ្នករស់នៅក្នុងទីនេះផ្ទាល់ផងដែរអញ្ចឹងបងប្អូនដែលឃើញវីដេអូនេះហើយបើសិនធ្វើដំណើរឆ្លងកាត់នៅទីនេះអាចចុះមករលំហែក៏ដូចជាស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនេះបានដោយសារតែខែទឹកឡើងនេះគឺខ្យល់អាកាសបរិសុទ្ធមែនទែនបងប្អូនអត់សូវមានដីហុយដូចកាពេលរដូវទឹកអត់ឡើងនោះទេអញ្ចឹងនៅពេលដែលខ្យល់បក់មកប្រប្រាស់មាត់ទឹកធ្វើឲ្យខ្យល់នោះបរិសុទ្ធត្រជាក់ស្រឹមដែលជាខ្យល់អាកាសបរិសុទ្ធមួយសម្រាប់ឲ្យបងប្អូនដកដង្ហើមផងដែរអញ្ចឹងនៅទីនេះពេលដែលបងប្អូនមកលេងគឺមាន3កន្លែងដែលបងប្អូនគួរតែមកលេងណាទី1បងប្អូនអាចមកលេងនៅភ្នំជីសូបាននៅខេត្តតាកែវហើយបងប្អូនចុះមកពីភ្នំជីសូបងប្អូនអាចមកលេងស្ពានកំពង់ចកនេះតែម្ដងបន្ទាប់មកហួសស្ពានកំពង់ចកនេះបងប្អូននឹងឃើញកាហ្វេគេហៅឋានសួគ៌កាហ្វេដែលបងប្អូនចង់ដឹងពីទិដ្ឋភាពនៃឋានសួគ៌កាហ្វេបងប្អូនអាចចូលទៅមើលវីដេអូចាស់ដែលខ្ញុំបានផុសបានបងប្អូនហើយនៅទីនេះបងប្អូនអាចអង្គុយញ៉ាំសាច់អាំងក៏ដូចជាភេសជ្ជៈផ្សេងបានជាមួយមិត្តភ័ក្តិក៏ដូចជាសង្សារបានយ៉ាងស្ងប់ស្ងាត់តែម្ដងដោយសារនៅទីនេះគឺទេសភាពពិតជាស្រស់ស្អាតមែនទែនបាទតែក៏បងប្អូនមានឮសំឡេងម៉ូតូក៏ដូចជាសំឡេងឡានបើកទៅមកឈូឆរដែរដោយសារទីនេះគឺជាផ្លូវសាធារណៈដែលបងប្អូនធ្វើដំណើរជាប្រចាំអញ្ចឹងណាអញ្ចឹងបងប្អូនអត់មានសំឡេងអីរំខានខ្លាំងទេគ្រាន់តែជាសំឡេងរថយន្តដែលបងប្អូនធ្វើដំណើរទៅមុខតែប៉ុណ្ណោះមួយវិញទៀតដោយសារតែស្ពានកំពង់ចកនេះគឺជាបឹងដែលព័ទ្ធជុំវិញអញ្ចឹងម្ល៉េះហើយបងប្អូនតាមភូមិស្រុកយើងគាត់មកស្ទូចត្រីបបកត្រីច្រើនមែនទែនបងប្អូនអញ្ចឹងអ្នកដែលឃើញវីដេអូនេះហើយជាពិសេសអ្នកដែលចូលចិត្តស្ទូចត្រីណាអាចមកលេងហើយដាក់សន្ទូចម្នាក់1ម្នាក់2មកបងប្អូនមកស្ទូចត្រីនៅកន្លែងនេះបានកំសាន្តហើយបានទាំងសប្បាយទៀតបងប្អូនហើយនេះគឺជាភូមិដែលនៅជាប់ស្ពានកំពង់ចកនេះឯងដែលមើលពីលើអាកាសទៅពិតជាស្រស់ស្អាតមែនទែនដែលខ្ញុំដូចជាចាំថាភូមិហ្នឹងគេហៅថាភូមិកញ្ជិលហ្នឹងហើយបងប្អូនភូមិកញ្ជិលនៅឃុំកំពង់រាបនៃស្រុកព្រៃកប្បាសខេត្តតាកែវនេះឯងភាសាលើកមុនខ្ញុំបានទៅថតនៅឋានសួគ៌កាហ្វេនៅជិតស្ពានកំពង់ចកនេះផ្ទាល់តែម្ដងដែលបងប្អូនអាចចូលមើលនៅវីដេអូខាងក្រោមនេះបានបាទអញ្ចឹងកុំភ្លេច follow page admin ម្នាក់មួយផងណា